ជំរាបសួរបងប្អូនអរគ្នាវិលមកជួបជាមួយនឹងគ្រូសាស្ត្រថ្មីម្ដងទៀតជាមួយនឹងសាស្ត្រភាសាអង់គ្លេសមួយរបស់យើងចាអញ្ចឹងនៅក្នុងសប្តាហ៍នេះដែរគឺយើងចាប់ផ្ដើមជាមួយនឹង unit ថ្មីគឺ unit 14ដែលមានចំណងជើងថា action boy can run action boy can run ចាអញ្ចឹងនៅក្នុង unit 14នឹងដែរអ្នកគ្រូលើកយកនៅ lesson 1ដែលតងជាមួយនឹង verb ចាអញ្ចឹងអ្វីដែលអ្នកគ្រូចង់ឲ្យបងប្អូនចេះនៅក្នុងថ្ងៃនេះគឺអាចអានក៏ដូចជាបញ្ចេញសូរសំឡេងហើយនឹងបកប្រែពាក្យចំនួន5ដោយអ្នកគ្រូបង្ហាញនៅលើក្តារខៀននេះបានយ៉ាងត្រឹមត្រូវនេះក៏លេខមកពាក្យទី1តើពាក្យទី1គឺពាក្យអ្វីណាអូខេពាក្យថារត់បន្តមកទៀតពាក្យហោះឬក៏ហើរពាក្យថាដើរនិយាយឬក៏ជជែកហើយពាក្យចុងក្រោយគឺហែថាតើពាក្យទាំងអស់ហ្នឹងជាភាសាអង់គ្លេសគេអានវាឬក៏បញ្ចេញសូរសំឡេងវាយ៉ាងដូចម្ដេចដើម្បីបានត្រឹមត្រូវចាអញ្ចឹងមុនពេលដែលអ្នកគ្រូអានជូនបងប្អូនទាំងអស់គ្នាអ្នកគ្រូបញ្ជាក់សូរសំឡេងឲ្យយើងស្ដាប់ជាមុនសិនអូខេឥឡូវសូមស្ដាប់ជាមួយអ្នកគ្រូទាំងអស់គ្នា Listening 147. Listen and point. Run. Fly. Walk. Talk. Swim. Walk. Run. Talk. Swim. Fly. Listen and repeat. Run. Fly. Walk. Talk. Swim. ចាកូនច្រើនអញ្ចឹងដើម្បីមានគ្រូឃើញថាទាំងអស់គ្នាគឺបានថាតាមហើយតើអញ្ចឹងដើម្បីឲ្យកាន់តែបានសូមថាតាមអ្នកគ្រូទាំងអស់គ្នាម្ដងទៀតអូខេពាក្យទី1គឺ run ចា run គឺមានថាពាក្យជា verb ឬក៏កិរិយាសព្ទដែលប្រែថារត់ទាំងអស់គ្នាចេះរត់អត់ចាគឺរត់ដើម្បីសុខភាពអូខេនេះរូបភាពរបស់យើងគឺរូបភាពរបស់ run គឺរត់ចាអូខេពាក្យទី2គឺពាក្យថា fly អូខេ fly នៅពេលនេះមានថាពាក្យជា verb គឺជាកិរិយាសព្ទដូចគ្នាប្រែថាហើរឬក៏ហោះប្រសិនបើយើងក្រឡេកមើលទៅកាន់រូបភាពដែលអ្នកគ្រូបង្ហាញណារូបសត្វនេះគឺសត្វកំពុងតែហើរហើយប្រសិនបើយើងនិយាយតាក់ទងជាមួយនឹងយន្តហោះគឺយន្តហោះកំពុងតែហោះអូខេតោះបន្តទៀតពាក្យទី3គឺពាក្យថា walk សូមយើងក្រោយមកគេញ៉ា walk អញ្ចឹងមានថាពាក្យជា verb ដូចគ្នាគឺប្រែថាដើរហើយនេះគឺជារូបបរិសម្នាក់ដែលកំពុងតែដើរអូខេទី4គឺពាក្យថា talk អូខេសូមខុសខ្ញុំក្រោយដូចគ្នា talk មានថាពាក្យជាកិរិយាសព្ទប្រែថានិយាយឬក៏ជជែកហើយនេះគឺជារូបភាពដែលតំណាងពាក្យ talk របស់យើងមើលបរិបទពីរនេះអ្នកគាត់ពិភាក្សាគ្នាជជែកគ្នានេះឆ្កាជើងឆ្កាដៃពីរហ្នឹងអូខេចុះបរិបទពីរនេះគាត់កំពុងតែជជែកឬក៏កំពុងតែនិយាយគ្នាអូខេពាក្យចុងក្រោយគឺពាក្យថា swim នេះថាពាក្យជា verb ដូចគ្នាគឺប្រែថាហែលអូខេឥឡូវមកពាក្យទី1គឺពាក្យថា run ប្រែថារត់នេះឲ្យឧទាហរណ៍មួយក៏បានដែរគេ he runs គាត់រត់ឬក៏ he is running គាត់កំពុងតែរត់អូខេពាក្យទី2គឺពាក្យថា fly អូខេបើយើងចង់និយាយថាបក្សីគឺហោះឬក៏វាហើរអាចថា the bird flies អូខេតទៀត walk អូខេ walk ប្រែថាដើរ he walks to school គាត់ដើរទៅសាលាអីចឹងទៅអូខេពាក្យតទៀតគឺ talk ប្រែថានិយាយឬក៏ជជែកអញ្ចឹងពីរនាក់អញ្ចឹងអាចចាត់ទុកថាទៅជា they អញ្ចឹងណា they talk to each other មានថាគាត់ជជែកគ្នាទៅវិញទៅមកតែមិនដឹងជារឿងអីទេហើយចុងក្រោយគេគឺពាក្យថា swim ប្រែថាហែលអញ្ចឹងយើងអាចថាខ្ញុំហែលនៅក្នុងអាងទៅ I swim in the swimming pool អូខេពាក្យទី1 run ទី2 fly number 3 walk and number 4 talk and number 5 swim ចាអញ្ចឹងតើតើជាមួយនឹង unit 14 action boy can run lesson 1 word របស់អ្នកគ្រូក្នុងថ្ងៃដែរគឺត្រូវបានបញ្ចប់ហើយអរគុណបងប្អូនទាំងអស់គ្នាក្នុងការតាមដានសូមប្រតិបត្តិ